hưởng ban mà dễ cứ dân phi dâm dậy tới cứ hiện trên chương muốn rồi có khơi thạc luôn ai nè áp bọt chương môn tại mà đòn nè năng cứ cho nội đại khi si chụp toal nè chẳng cứ tệ tông cho mùi năng cho nội đạiสำคัญđại nè tao khi hiện nó không mấy hiện dân còn rò năng chụp mền tên toแต่dân hiện nó không rương chắc hẳn năng cứ tập dân ai chụp bịa đại bà bá rồi có bịa đại cách này tòa này nè tao khi chẳng bao sân chỉ dân ở đại ban mơn chẳng cứ dân ở sơi che bịa chơi rồi có đôi bịa cách này cái hao thaเอาไว้ได้cái praoประจำngày mỏng chẳngไปได้nè tao khiดับhưởng ở bán chẳng bữa nè tao khi trongดับvideo cái vậy thôi mà đã cóดับbán nàyโดยซาแต่ចំណុចហ្នឹងគឺអ្នកទាំងអស់គ្នាមានកង្វះខាតតែតងមួយនឹងការស្ដាប់ចឹងណាអញ្ចឹងចំណុចហ្នឹងសម្រាប់ KC គឺងាយស្រួលមែនតើព្រោះដោយសារតែយើងអាចអភិវឌ្ឍបានគ្រប់កន្លែងតែម្ដងជាពិសេសគឺយើងមើលវីដេអូបើសិនជាយើងមិនចូលចិត្តរឿងគឺមើលវីដេអូបែបនិយាយគ្នាលេងបើមិនចូលចិត្តការនិយាយគ្នាលេងទេគឺអាចមើលវីដេអូបែបដើរលេង vlog អីផ្សេងៗចឹងទៅហើយបើសិនជាអត់ចូលចិត្តទៀតមើលកម្មវិធីកំសាន្តផ្សេងៗចឹងទៅអញ្ចឹងគោលដៅរបស់យើងគឺមើលដើម្បីឲ្យយើងគឺពង្រឹងទៅលើការស្ដាប់តោះណាអញ្ចឹងបើសិនជាយើងស្ដាប់បានហើយយើងឈានចូលមកដល់ការនិយាយម្ដងហើយបើការនិយាយយើងអត់ចេះពាក្យបបាឬក៏ពាក្យចុងប្រយោគឬក៏ពាក្យកាច់ណីអាហ្នឹងគឺយើងអត់ចេះតែដែរអញ្ចឹងគឺបានន័យថាវាត្រូវបូកផ្សំគ្នាទាំងអស់អញ្ចឹងណាអូខេតោះអញ្ចឹងគឺអ្នកទាំងអស់គ្នាមើលនៅក្នុងតាក់ទងជាមួយនឹង screen នេះគឺអ្នកទាំងអស់គ្នាឃើញកន្លែងដែល highlight អញ្ចឹងគេស៊ីបញ្យល់ទៅកន្លែង highlight ហ្នឹងទេគឺដោយសារតែចង់ឲ្យអ្នកទាំងអស់គ្នាមើលឃើញថាហេតុអីបន្លែងហ្នឹងគឺយើងត្រូវ highlight ឡើងហ្នឹងហើយចាត់ទុកថាកន្លែងហ្នឹងគឺជាចំណុចដែលសំខាន់ចំណុចដែលពិបាកហើយជាគុណសម្បត្តិដែលយើងរៀនមកបានពីវគ្គបកប្រែរឿងអញ្ចឹងណាអញ្ចឹងគឺអ្នកទាំងអស់គ្នាតាក់ទងជាមួយនឹងចំណុចនេះគឺ KC ក៏មានដំណឹងផ្ដល់ជូនអ្នកទាំងអស់គ្នាដែរបើសិនជាអ្នកទាំងអស់គ្នាមើលវីដេអូនេះហើយអ្នកទាំងអស់គ្នាដឹងថាខ្លួនឯងខ្សោយឡើងត្រង់ចំណុចទាំងអស់ហ្នឹងគឺអ្នកទាំងអស់គ្នាអាចពិចារណាជាមួយនឹងថ្នាក់បកប្រែរឿងដែល KC បើកចូលរៀននៅក្នុងអាទិត្យក្រោយនេះបានគឺថ្ងៃច័ន្ទទី13នេះគឺ KC បើកវគ្គថ្មីតាក់ទងជាមួយនឹងវគ្គបកប្រែរឿងប៉ុន្តែមុននឹងអ្នកទាំងអស់គ្នាចូលគឺអ្នកទាំងអស់គ្នាអាចវិភាគមើលនៅអ្វីដែល KC ចង់បកស្រាយប្រាប់សិនកុំឲ្យអ្នកទាំងអស់គ្នាហ្នឹងគឺចូលរៀនទៅអត់ត្រូវជាមួយនឹងគោលដៅរបស់ខ្លួនឯងឬក៏ខុសអីចឹងទៅណាតោះយើងចូលមកកាន់មេរៀនរបស់យើងតែម្ដងណាអញ្ចឹងតាក់ទងមួយនឹងចំណុចនេះអ្នកទាំងអស់គ្នាឃើញទី1ដំបូងបំផុតគឺ KC highlight កន្លែងពាក្យ you ណាអញ្ចឹងគឺអ្នកទាំងអស់គ្នាអាចមើលប្រយោគហ្នឹងតាំងពីលើមកបានហើយហេតុអីបាន KC highlight ឡើងពាក្យ you ឡើងហ្នឹងអញ្ចឹងចំណុចឡើងហ្នឹងគឺអ្វីដែលចង់បញ្ជាក់តាក់ទងមួយពាក្យ you គឺគេហៅថាជាពាក្យដែលពិសេសវាពិសេសត្រង់ណាវាមានច្រើនអត្ថន័យហើយវាមានអត្ថន័យខ្លះគឺយើងបកទៅអត់សមគឺយើងមិនចាំបាច់បកតែម្ដងប៉ុន្តែសួរថាគេដាក់មកដើម្បីអីគឺគេដាក់មកដើម្បីតំណាងទៅលើតាក់ទងជាមួយនឹងចំណុចហ្នឹងបើសិនជាយើងយល់ទៅលើភាសាអង់គ្លេសអាហ្នឹងគឺទើបកាន់តែងាយស្រួលសម្រាប់យើងគឺបានន័យថាគេថាសកម្មភាពមួយហ្នឹងគឺកំពុងបន្តប៉ុន្តែគ្រាន់ថាពេលដែលយើងបកខ្មែរយើងគឺយើងបកកំពុងអត់បានទេប៉ុន្តែ